សូមជូនរឿងក្តាមឆ្លាតនិងក្តាមអួតនៅវាលស្នោតដ៏ស្រស់ស្អាតមួយមានក្តាមពីរក្បាលជាមិត្តនឹងគ្នាពួកគេចូលចិត្តឡើងដើមត្នោតរៀងរាល់ថ្ងៃនេះក្តាមអួតចេញមុខជាលើកដំបូងវាអួតថាខ្លួនឡើងដើមត្នោតបានលឿនជាងគេហើយមិនមានអ្នកណាអាចឈ្នះខ្លួនបានទេក្តាមទាំងពីរចាប់ផ្ដើមឡើងដើមត្នោតក្តាមអួតឡើងលឿនតែមិនប្រុងប្រយ័ត្នខណៈក្តាមឆ្លាតវិញឡើងយឺតប៉ុន្តែមានសុវត្ថិភាពអ៊ុបក្តាមអួតជ្រុះចុះពីកម្ពស់ក្តាមស្ងប់រត់មកជួយភ្លាមសំណាងល្អគ្មានអ្វីធ្ងន់ធ្ងរក្តាមអួតសុំទោសហើយសន្យាថានឹងមិនអួតអាងទៀតឡើយក្តាមឆ្លាតប្រាប់ថាយ៉ាងត្រូវប្រុងប្រយ័ត្នហើយត្រូវធ្វើអ្វីដោយយកចិត្តទុកដាក់ជានិច្ចក្តាមទាំងពីរញញឹមហើយលេងរីករាយដូចមុនវិញសូមជួយ Subscribe ដើម្បីទទួលបានរឿងថ្មីៗបន្ត